ពិភពលោកកំពុងក្តៅកគុកគ្រប់ច្រកតែម្ដងនៅឯមជ្ឈមបូព៌ាឯណោះវិញអ៊ីស្រាអែលនិងអ៊ីរ៉ង់កំពុងងាកទៅរកមាត់ជ្រូកសង្គ្រាមម្ដងទៀតហើយដោយលោក Benjamin Netanyahu នាយករដ្ឋមន្ត្រីអ៊ីស្រាអែលបានចេញការព្រមានយ៉ាងបឹងបាត់មួយទៅកាន់អ៊ីរ៉ង់កាលពីថ្ងៃច័ន្ទទី22ធ្នូថាសកម្មភាពយោធាណាមួយប្រឆាំងទៅនឹងអ៊ីស្រាអែលនឹងបង្កឲ្យមានការឆ្លើយតបយ៉ាងធ្ងន់ធ្ងរយ៉ាងខ្លាំងបំផុតផ្អែកតាមការដកស្រង់ចេញពីកាសែត Anadolu Agency ដែលបានចុះផ្សាយកាលពីថ្ងៃទី22ធ្នូបានលើកឡើងថាការឆ្លើយតបពីសំណាក់អ៊ីស្រាអែលបានកើតឡើងភ្លាមៗបន្ទាប់ពីអ៊ីរ៉ង់បានបង្កើនការតេស្តមីស៊ីលផ្លូវរបស់ខ្លួនចេញពីទីក្រុងតេហេរ៉ង់ អ៊ីស្ហ្វាហែននិងម៉ាហ្សាតជាដើមដែលសម្ពយុទ្ធនេះត្រូវបានគេមើលឃើញថាជាការបង្ហាញសមត្ថភាពបាញ់មីស៊ីលចេញពីចំណុចច្រើនក្នុងពេលតែមួយដើម្បីបង្ហាញពីភាពខ្លាំងនៃប្រព័ន្ធការពារដែនអាកាសរបស់ខ្លួនសកម្មភាពទាំងអស់នេះត្រូវបានអ៊ីស្រាអែលចាត់ទុកជាសកម្មភាពវាយឆ្មក់ដោយអ៊ីស្រាអែលបានប្រាប់អាមេរិកថាសម្ពយុទ្ធមីស៊ីលរបស់អ៊ីរ៉ង់លើកនេះអាចគ្រាន់តែជាលេសដើម្បីបិទបាំងការត្រៀមខ្លួនរួចជាស្រេចក្នុងការវាយប្រហារអ៊ីស្រាអែលភ្លាមៗតែប៉ុណ្ណោះដោយឡែកអ្នកនាំពាក្យក្រសួងការបរទេសអ៊ីរ៉ង់លោកអេស្ម៉ាអ៊ីលបាហ្គារីបាននិយាយការពារសម្ពយុទ្ធនេះថានេះគឺជាកម្មវិធីមីស៊ីលរបស់អ៊ីរ៉ង់គឺមិនអាចចរចាបាននឹងការពារយ៉ាងតឹងរ៉ឹងក្នុងពេលមានការវាយប្រហារណាមួយម្ដងទៀតពីសំណាក់អ៊ីស្រាអែលស្របពេលជាមួយគ្នានេះលោក Benjamin Netanyahu បានប្រកាសថាលោកនឹងពិភាក្សាអំពីសកម្មភាពនុយក្លេអ៊ែរនិងកម្មវិធីមីស៊ីលរបស់អ៊ីរ៉ង់ជាមួយប្រធានាធិបតី Donald Trump នៅក្នុងអំឡុងពេលទស្សនកិច្ចដែលបានគ្រោងទុកនៅថ្ងៃទី29ធ្នូក្នុងរដ្ឋ Florida នៅព័ត៌មានស៊ើបការណ៍សម្ងាត់ដែលបង្ហាញថាអ៊ីរ៉ង់កំពុងកសាងឡើងវិញនូវសមត្ថភាពមីស៊ីលផ្លោងរបស់ខ្លួនយ៉ាងសកម្មដោយមន្ត្រីអ៊ីស្រាអែលបានប្រមានថាការផលិតអាចឡើងទៅដល់ 3000 គ្រាប់ក្នុងមួយឆ្នាំប្រសិនបើមិនត្រូវបានត្រួតពិនិត្យឬទប់ស្កាត់នោះជាមួយគ្នានេះមន្ត្រីស៊ើបការណ៍សម្ងាត់យោធាអ៊ីស្រាអែលបានប្រាប់ថាឥឡូវនេះអ៊ីរ៉ង់កំពុងដំណើរការរោងចក្រមីស៊ីលគ្រប់ពេលវេលាដើម្បីស្ដារសមត្ថភាពដែលត្រូវបានបំផ្លាញនៅក្នុងការវាយប្រហារទាំងនោះកាលពីសង្គ្រាម12ថ្ងៃទោះបីជាមានសមិទ្ធផលដ៏អស្ចារ្យក្នុងអំឡុងពេលសង្គ្រាមខែមិថុនាក៏ដោយក៏លោក Netanyahu បាននិយាយកាលពីថ្ងៃច័ន្ទទី22ធ្នូថាការរំពឹងទុកជាមូលដ្ឋានរបស់អ៊ីស្រាអែលចំពោះអ៊ីរ៉ង់នៅតែមិនផ្លាស់ប្ដូររួមទាំងការទាមទារឲ្យកាត់បន្ថយកម្រិតនៃការចម្រាញ់សារធាតុអ៊ុយរ៉ាញ៉ូមដោយក្នុងនោះអ៊ីស្រាអែលនៅតែរក្សាជំហរមិនផ្លាស់ប្ដូរក្នុងកម្មវិធីអាវុធនុយក្លេអ៊ែរអ៊ីរ៉ង់ថានឹងមិនស្ទាក់ស្ទើរក្នុងការកំទេចកន្លែងចម្រាញ់សារធាតុអ៊ុយរ៉ាញ៉ូមនៅពេលដែលដឹងថាអ៊ីរ៉ង់ជិតបានសម្រេចលិទ្ធក្បាលគ្រាប់អាវុធនុយក្លេអ៊ែរជំនាញផលិតមាតិកាចម្រុះដែលមិនអាចមើលរំលងវគ្គពិសេសសម្រាប់ប្រិយមិត្តដែលស្រឡាញ់និងចូលចិត្តបង្ហាញចំណាប់អារម្មណ៍លើបណ្ដាញសង្គមដោយចាប់ផ្ដើមចេញពីថ្ងៃនេះតទៅជាមួយកញ្ចប់តម្លៃពិសេសប្រិយមិត្តនឹងទទួលបានការបង្កើតខ្លឹមសារដ៏សំខាន់មួយជារបស់ខ្លួន